ចាបងប្អូននេះខ្ញុំនៅខាងច្បារអំពៅកំពុងតែជិះឆ្លងស្ពានច្បារអំពៅទៅត្រើយខាងលិចចាស្មានម៉ោង7ជាងអញ្ចឹងទៅកំពុងចរាចរសាសាឡាឬក៏អ្នករស់ស៊ីអីការងារស្មាននេះកំពុងពេញចរាចរការងាររៀងខ្លួនបញ្ញាប់ទៅរកគោលដៅរៀងខ្លួនចាព្រឹកមកស្ងាត់ណាស់ចានេះស្ពាននៅកាត់តឹងហ្នឹងស្ពានអាកាសដល់ខ្នល់ក៏ច្រើនម៉ោង7ជាងកំពុងពេញស្ទះលើស្ពានផងអីផងចាលើសភាពឡាកកនៅលើស្ពានអាកាសក្បាលថ្នល់នេះអញ្ចឹងផ្លូវនរោត្តមស្ទះខ្លាំងហើយបងប្អូន100%បងប្អូនស្ទះខ្លាំងចាបងប្អូននេះស្ពានកាត់តឹងនៅពីមុខហ្នឹងស្ពានអាកាសដៃជោស្ពានអាកាសដៃជោហ្នឹងធំនេះបងប្អូននៅអសសហ្នឹងអាហ្នឹងអូតូនិយមបងប្អូនសម្រាប់មើលទឹកភ្លៀងចាហ្នឹងហើយមើលអាកាសធាតុបងប្អូនហើយស្ពានអាកាសដៃជោនេះ3ជាន់បងប្អូននៅក្រោមមួយជាន់ហើយជាន់ខ្ញុំកំពុងជិះនេះជាន់ទី2ហើយនៅលើហ្នឹងមួយទៀត3ជាន់បើកបរ3ជាន់ហើយអូដូចខ្ញុំអីហ្នឹងបងប្អូនបើបើកខ្លួនឯងអីវិញណាផ្លូវច្រើនណាក្បាត់ខ្វែងច្រកនិយាយទៅច្រកច្រើនខ្ញុំអីមិនដឹងទៅច្រកណារត់ទៀតឃើញនេះហើយមើលឲ្យបងប្អូននេះផ្លូវច្រើនអញ្ចឹងណាបានទៅដោយសារគេខ្ញុំគេយកតាណាយកគេវិញខ្ញុំវិញដែរប៉ុន្តែប្តីខ្ញុំគាត់មិនចេះវិញទេគាត់ប្រកែចាំចាហើយស្ពាននេះផ្លូវធំទលាយស្អាតដែរបងប្អូនធំទលាយគ្រប់ជាន់ផ្លូវខ្ញុំចុះមកនេះផ្លូវទៅ371អូមែនទេបងប្អូនផ្លូវ271ហើយយើងចង់បត់ទៅ371អីតាមនឹងដែរបងប្អូន